នេះអាចជាមូលហេតុខ្លះៗដែលជាសញ្ញាត្រដោកខ្យល់ធ្វើឲ្យរដ្ឋាភិបាលអនុទិនស្រវេស្រវាកោះអញ្ជើញសេដ្ឋីនិងអ្នកជំនួញធំដើម្បីប្រមូលផ្ដុំគំនិតជួយសង្គ្រោះសេដ្ឋកិច្ចថៃដែលកំពុងត្រដោកខ្យល់ពហិការឲ្យបានពហិការឲ្យចេញជាលទ្ធផលដើម្បីឲ្យអ្នកជំនាន់ក្រោយយើងនៅពេលសិក្សាប្រវត្តិសាស្ត្រពួកគេមានមោទនភាពដែលជំនាន់យើងរួបរวมសាមគ្គីគ្នាផ្ដួលសេដ្ឋកិច្ចប្រទេសចោលឈ្លានពានឲ្យដួលរលំទាំងជំហរបងប្អូនខ្មែរជាទីស្រឡាញ់ប្រកាសជាបានឃើញហើយថ្មីនេះអនុទិនបានរៀបចំកិច្ចប្រជុំមួយដែលមានឈ្មោះថា The Listening Forum Voice to the PM ធុរជននិយាយរដ្ឋាភិបាលស្ដាប់ដោយមានគោលដៅជំរុញលើគ្រប់វិស័យតែជាគោលដៅរួមគឺទម្លុះអនុភាពសេដ្ឋកិច្ចថៃដែលកំពុងតែដាំក្បាលចុះសេដ្ឋីនិង CEO ជាអ្នកជំនួញធំជាច្រើនត្រូវបានអញ្ជើញឲ្យចូលរួមដើម្បីប្រមូលផ្ដុំគំនិតគ្នាជួយសង្គ្រោះប្រទេសថៃដែលកំពុងតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងណាមិញមូលហេតុខ្លះដែលអាចធ្វើឲ្យអនុទិនកំពុងតែឆ្លក់ទឹកហើយស្រវេស្រវាហៅគេហៅឯងឲ្យជួយនោះក៏ដោយសារតែការលេងនយោបាយជាតិនិយមជ្រុលរបស់ខ្លួនជាពិសេសនោះគឺបញ្ហាខាតបង់អតិថិជនធំដូចជាកម្ពុជាយើងក្រោយពេលដែលធ្វើការសម្រេចចិត្តដោយមិនបានគិតមុខគិតក្រោយនឹងវែងឆ្ងាយគឺការចូលរួមគាំទ្រឲ្យកងទ័ពបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគីមិនត្រឹមតែខាតបង់អតិថិជនធំដូចជាកម្ពុជាប៉ុណ្ណោះទេប៉ុន្តែនៅពេលនេះថៃមានបញ្ហាផ្សេងទៀតជាច្រើនដូចជាទំនិញសាច់ទ្រូងមាន់ដែលរោងចក្រថៃ22កន្លែងធ្លាប់នាំចេញទៅចិនពេលនេះចិនផ្អាកការនាំចូលដោយឲ្យរោងចក្រថៃតែ5ប៉ុណ្ណោះអាចនាំចូលបានខណៈប្រទេសកូរ៉េឯណោះវិញក៏បានប្រកាសដាក់ខេត្តថៃចំនួន4ចូលបញ្ជីខ្មៅដោយសារតែប្រជាជនថៃទៅធ្វើការនៅប្រទេសកូរ៉េដល់ពេលកំណត់ត្រឡប់មកវិញគឺមិនព្រមត្រឡប់មកវិញទេកិច្ចវេះនៅបន្តធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកូរ៉េអ្វីដែលសំខាន់ដែលធ្វើឲ្យប្រទេសថៃជាពិសេសទុរេនថៃជាប់ឈ្មោះអាសោចទៀតនោះគឺថ្មីក្តៅនេះអាជីវករនៅខេត្តខ្វាងតុងបានបង្ហោះនៅលើបណ្ដាញសង្គមថាគាត់បានបញ្ជាទិញទុរេន60កេសក្នុងមួយកេសមាន6ផ្លែប៉ុន្តែទុរេននោះគឺមិនមានគុណភាពស្តង់ដារនោះទេទុរេនមានគុណភាពអន់ជាងស្តង់ដារទាំងនោះមានស្នាមជាប់នៅលើបន្លានិងមានស្នាមទង្គិចពណ៌ត្នោតនៅលើសាច់ទុរេនការខូចខាតទាំងនេះត្រូវបានគេពិពណ៌នាថាមានសភាពដូចជាទុរេនជ្រុះឬជាផ្លែឈើដែលធ្លាក់ពីលើដើមមុនពេលត្រូវបានប្រមូលទិញដើម្បីយកមកលក់ដំណឹងនេះបានធ្វើឲ្យរដ្ឋាភិបាលទីក្រុងបាងកកស្លន់ស្លោបញ្ជាឲ្យមានការត្រួតពិនិត្យជាបន្ទាន់ដើម្បីស្ដារទំនុកចិត្តត្បិតថាគេអាសោរបស់ទុរេនខ្លួនលៀងមិនទាន់ជ្រះស្រួលបួលផងឥឡូវរឿងថ្មីចូលមកដល់ទៀតចាពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ឃើញទេនេះហើយគឺជាស្មារតីពហិការដែលខ្មែរយើងរួបរวมសាមគ្គីគ្នាមិនថាខ្មែរក្នុងស្រុកខ្មែរក្រៅស្រុកខ្មែរនៅគ្រប់ទិសទីយើងរួមគ្នាពហិការមិនប្រើប្រាស់ផលិតផលសៀមទំនិញសៀមបន្លែសៀមផ្លែឈើសៀមហើយជាលទ្ធផលយើងបានឃើញហើយថាសេដ្ឋកិច្ចសៀមយ៉ាងណាមិញកំពុងតែដើរថយក្រោយឬអាចនិយាយបានថាកំពុងតែដាំក្បាលចុះថ្មីត្បិតថាប្រទេសអួតប្រទេសអឿនេះនៅតែបន្តអួតបន្តអឿថាសេដ្ឋកិច្ចគេមានការអភិវឌ្ឍមានការរីកចម្រើនប៉ុន្តែតាមរយៈអ្វីដែលអនុទិនបានកោះអញ្ជើញ CEO ធំមហាសេដ្ឋីទាំងអស់ពីគ្រប់វិស័យមកជួបប្រជុំគ្នានេះគឺបានបញ្ជាក់ឲ្យថាមិនមែនជារឿងលេងសើចទេដែលសេដ្ឋកិច្ចថៃកំពុងតែជួបវិបត្តិយ៉ាងធ្ងន់ធ្ងរនោះអញ្ចឹងនាងខ្ញុំមានតែម្រាមដៃ10សំណូមពរឲ្យពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់របស់ខ្ញុំបន្តចូលរួមស្មារតីគ្នាពហិការទំនិញសៀមជាបន្តទៀតយើងមិនមានជំនាញនៅក្នុងការកាន់អាវុធដើម្បីការពារជាសសរទ្រូងប្រទេសជាតិប៉ុន្តែយើងអាចចូលរួមជួយជាតិយើងបានតាមរយៈការមិននាំចូលមិនទិញនិងមិនលក់ផលិតផលរបស់ចៅសៀមឈ្លានពាននោះហើយក៏ជាសកម្មភាពមួយជួយជាតិនិងស្នេហាជាតិដូចគ្នាដែរនាងខ្ញុំនីកាសូមអរគុណ